ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាគឺរបៀបបិទកុំឲ្យគេ take ចូលបានមានន័យថា Facebook យើងបើយើងអត់បានបិទទេគឺគេ take គេបោះគេផុសមកគេ take ដាក់2 នាក់4 10នាក់អញ្ចឹងទៅជួនកាលគេ take ដាក់យើងច្រើនទៅគេ take ផុសគេចូល take រូបថត take វីដេអូ take link អី take ចូលយើងអញ្ចឹងពេលយើងបើក Facebook យើងទៅវាជាញ៉ៃច្រើនណាស់មិនដឹងជាមកពីណាមកពីណីដែលគេ take ឲ្យយើងមើលអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យវាញ៉ៃរឿង take ហ្នឹងគឺយើងអាចចូលវាទៅបិទវាបានគឺបងប្អូនចូលទៅកាន់ account Facebook របស់បងប្អូនមកបាទអញ្ចឹងបងប្អូនការចូលទៅកាន់ account Facebook មកបន្ទាប់មកគឺបងប្អូនចុចទៅលើ profile កន្លែងរូប speed ខាងលើនេះបាទកន្លែង speed ទៅមកហ្នឹងបាទចុចដល់ហ្នឹងមកអញ្ចឹងហើយបងប្អូនអរគ្នាទាញចុចក្រោមបងប្អូននឹងឃើញគេដាក់ថា setting and privacy setting and privacy បាទ setting and privacy ចុចលើ setting and privacy មកតបមកគឺបងប្អូនចុចទៅលើពាក្យ setting នៅខាងលើនេះបាទតបមកគឺបងប្អូន scroll រកពាក្យ take ហ្នឹងតែម្ដងបាទបងប្អូន scroll ចុះក្រោមមក scroll រហូតដល់បងប្អូនបានឃើញនេះគេដាក់ profile and tagging នៅក្នុង page អញ្ចឹងបងប្អូនគឺវាដំណើរការដូចគ្នាបាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ profile and tagging នេះមកបាទបន្ទាប់ពីបងប្អូនដល់ឡើងហើយបងប្អូន scroll ឡើងលើបន្តិចបងប្អូនចុចអាកន្លែងនេះ tagging and implementation tagging and implementation នៅក្នុងកន្លែងហ្នឹងគឺមាន2ប្រអប់បងប្អូន2ប្រអប់អញ្ចឹងប្រអប់លើជួរលើប្រអប់ទី1គឺយើងត្រូវយកពាក្យថា anime បាទចុចលើ anime មកតបមកបងប្អូន save បាទនៅខាងក្រោមទៀតគឺក៏បងប្អូនចូលទៅយកពាក្យថា anime ដូចគ្នាដែរបាទតបមកបងប្អូនចុច save បាទអញ្ចឹងនៅខាងក្រោមមួយទៀតបន្លែង review វិញ review វិញហ្នឹងគឺមាន2ចំណុចគឺបងប្អូនដាក់បើកទាំងពីរហ្នឹងមកបាទបើកទាំងពីរមកបាទនេះគឺជាកន្លែងដែលបងប្អូនអាចបិទ take កុំឲ្យអ្នកដទៃហ្នឹង take រូបភាពឬ take status របស់គេហ្នឹងចូលបានបាទអញ្ចឹងយើងត្រឡប់ក្រោយទៅវិញបាទត្រឡប់ទៅវិញហ្នឹងគឺមានប៉ុណ្ណឹងណាបងប្អូនអរគ្នាបើសិនជាបងប្អូនចង់មើលថាតាណាគេ take មកខ្លះបងប្អូនអាចធម្មតាបងប្អូនបើកក្រុមអញ្ចឹងមកបងប្អូនឃើញហ្នឹងបើសិនមានគេ take ទេបងប្អូនបាទមានគេ take បងប្អូនបើកមកឃើញហើយប៉ុន្តែបើសិនជាអត់ឃើញបងប្អូនអាចចុចកន្លែង 3 នេះមកចុចកន្លែង 3 បងប្អូនចុចមកកន្លែងពាក្យថា review post and take បាទអញ្ចឹងចុចលើ review post and take មកបងប្អូននឹងឃើញថាមាននរណាម្នាក់នរណាខ្លះដែល take មកឃើញបងប្អូននេះគេ take មកគោកអីបងប្អូនដែលគាត់តែងតែកថាបាទបងប្អូនតាមទ្រូងចុចសិតតែអាហារប៉ុនតែម្ដងគឺ take មកខ្ញុំច្រើនណាតែដោយសារខ្ញុំបិទលើហ្នឹងទៅគឺគាត់អត់បានចូលទេបាទនេះគឺជារបៀបបិទ take កុំឲ្យគេ take វីដេអូឬក៏ status ឬក៏រូបភាពដែលគេផុសហ្នឹងចូលក្នុង profile របស់យើងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ